กูนใส่ปุกอ่ะចាពុកเฮ้ยปีมาไงเติมมาไงปุกจะแต่งกุยกึดระโหดอะไรไอสะมือมายืงมือตาวิสะซอมหนึ่งไอถ้วยจะกูนภาษาระบอลูกเสถียบานได้หรืออดาบ้าปุกไอจังยมมีประหนึ่งในนี้ระบอยิงตึงตัวเติมลงสะสอบยิงสันขมิ้นบานกาแมนตุกยิงวิ่งมาดองมือนี่โยเตอร์เฮ้ยไอ้ยาโยไอ้ยาอันนี้เล่งตรวจปองอันโอ้ยไอ้ตรอมอดบานเตยิงเตอร์สนายโอ้ยจอกเมื่อเวเธอតាំងមួយថ្ងៃនេះខ្ញុំមានអារម្មណ៍ថាអបសុកចង់អង្គុយមើលព្រះច័ន្ទនិយាយរឿងក្នុងចិត្តបានបងនៅក្រៅអញ្ចឹងយើងជជែកគ្នាលេងទៅเรื่องจอลวดชัดกูนใส่ปุกอ่ะចាពុកเฮ้ยปีมาไงเติมมาไงปุกจะแต่งกุยกึดระโหดគិតរឿងអីទៅពុកគឺគិតពីរឿងកូនស្រីពុកនឹងណាគិតរឿងអីទៅពុកកូនដូចជាគ្មានកន្លែងណាគួរឲ្យគិតផងហ្នឹងកូនដឹងស្រាប់ហើយចាប់តាំងពីម៉ែកូននេះស្លាប់ចោលពុកមកគ្រួសារយើងរស់នៅតែ3នាក់គត់ហើយមកដល់ពេលនេះពុកនេះក៏កាន់តែចាស់ហើយដែរពុកគិតថាពុកចង់បានមនុស្សប្រុសរឹងមាំម្នាក់មកបន្តតំណែងពីពុកហើយណាមួយកូនក៏ធំពេញវ័យហើយដែរកូនមានសម្លឹងឃើញបរោះណាម្នាក់ហើយនៅកូនអូយពុកកូនមិនទាន់ចង់គិតគូររឿងហ្នឹងទេកូនខ្លាចពេលដែលយកប្តីមកគេធ្វើបាបចិត្តកូនឲ្យកូននេះស្រក់ទឹកភ្នែករាល់ថ្ងៃកុំគិតច្រើនពេកកូនស្រីពុកដឹងថាមនុស្សម្នាក់តែងតែមានការព្រួយបារម្ភទៅលើការសម្រេចចិត្តឬគូអនាគតតែពុកគ្រាន់តែសួរចិត្តកូនតើណែអាចកយើងមកពេលនេះចំជាហេងតែម្ដងហើយពេលនេះណាលោកសេដ្ឋីកំពុងតែចង់ស្វែងរកកូនប្រសាប្រុសដ៏រឹងមាំម្នាក់ឥឡូវឯងសាកមើលមកយើងមើលតើវាស័ក្តិសមនឹងអាចធ្វើជាកូនប្រសារបស់លោកសេដ្ឋីបានដែរឬអត់មានអីសមតាគឺសមជាមួយនឹងមេជ្រូកនឹងណាឈប់ឈួតទៅប៊ីគេមិនបានស្រឡាញ់យើងទេណែកូនរបស់លោកសេដ្ឋីណានាងបានមកយើងទៅវាស័ក្តិសមហើយបើឯងវិញណាអាចគោនៅសម័យនឹងហើយអស់ឱកាសលើហើយកុំឲ្យខាតពេលតោះយើងពួកអាចចង្រៃឯងនេះយើងនឹងឲ្យពួកឯងស្គាល់ថ្នាំខ្លាំងម្ដងនៅស្ងៀមតាកញ្ចាស់ហើយចុះឯងជាណាហើយចង់មកធ្វើស្អីយើងសួរដូចឈួតយើងជាណាយើងគឺជាចៅសង្ហាដែលល្បីនៅទីនេះឯងឆាប់ប្រគល់មាសប្រាក់និងកូនស្រីរបស់ឯងមកឲ្យយើងភ្លាមបើមិនដូច្នោះទេបងអេតយើងគាត់ធ្វើយ៉ាងម៉េចទៅអើយនេះពួកឯងចង់យកនាងយើងទៅណានៅសួរនាំអីច្រើនទៀតនាងច្រមុះយើងចង់យកទៅឡើងឋានសួគ៌ណាស្រេចតែយើងតាតាកញ្ចាស់ឆាប់យកមាសប្រាក់មកឲ្យយើងភ្លាមមកបើមិនអញ្ចឹងឈឺសាច់ឥឡូវហើយឈប់ភ្លាមបើពួកឯងចង់យកមាសប្រាក់និងនាងរបស់យើងទៅទាល់ទៅរំលងសាកសពយើងសិនអាយ៉ាអាឡាត់ហើយឯងជាណាបានជាមកប្រើសម្ដីមិនដឹងសខ្មៅយ៉ាងនេះយកល្អឆាប់រត់ឲ្យផុតជើងមេឃទៅបើមិនចង់ទក់សាច់ទេមិនដឹងថាយើងទក់សាច់ឬក៏ពួកឯងជាអ្នកទក់សាច់នោះទេយ៉ារឹងក្បាលផងណែយកទៅអាយ៉ាអូយអាចេជួយអញផងអាយឈឺណាអាចេឆាប់ចូលម្ដងទៅលឿនឡើងគ្មានបានការមែនទុកឲ្យយើងវិញម្ដងមើលណែយកទៅហិចអាយ៉ាអានេះលេងទាត់ពងអញអូយអើយទ្រាំអត់បានទេ
យើងទៅសិនហើយអូយចុក មើលវាធ្វើផ្ញើទុកសិនចុះអូយអាចចេកចាំយើងផងមើលលោកអ៊ំតើមានត្រូវកន្លែងណាទីអ៊ំអីទេបើគុំតបានឯងមកទាន់គុំអីមាសប្រាក់នឹងកូនស្រីអ៊ំណាវានាំទៅឡើងឋានសួគ៌បាត់ទៅហើយហើយចុះឯងមិនក៏មកដល់ទីនេះក្រែងឯងនៅយាមនៅចំការអន្តើអី បាទលោកអ៊ំមុននេះខ្ញុំបានស្ដាប់ឮពួកចៅទាំងពីរនាក់នោះវាបានរៀបចំគម្រោងអាក្រក់នៅឯក្បែរចំការស្វាយថានឹងមកលួចទ្រព្យរបស់លោកអ៊ំព្រមទាំងថាមកចាប់ធ្វើបាបអ្នកនាងថែមទៀតបានដំណឹងនេះហើយខ្ញុំក៏តាមឃ្លាំមើលពួកវាទាំងពីរនាក់នោះរហូតមកដល់ទីនេះទៅអ៊ំពិតជាអរគុណឯងខ្លាំងណាស់ដែលឯងបានជួយដល់គ្រួសារអ៊ំចាំបើកប្រាក់ខែអ៊ំនឹងឲ្យរង្វាន់លើកទឹកចិត្តដល់ឯងពីលើបន្ថែមទៀត អូយកុំតែបានបងរៀមមកជួយតាន់កុំអីអើយពួកខ្ញុំទាំងពីរ3នាក់នេះច្បាស់ជាត្រូវពួកអាចោទាំងពីរនាក់នោះណាមកវាយធ្វើបាបបាត់ទៅហើយអើយណែឥឡូវនេះណាក្នុងភូមិវាសម្បូរចោលប្លន់ណាស់អញ្ចឹងហើយអ៊ំគិតថាចង់ឲ្យរៀមត្រឡប់មកធ្វើការក្នុងផ្ទះនេះវិញតើឯងយល់យ៉ាងម៉េចដែរព្រោះអ៊ំគិតថាខ្លាចចោលទាំងពីរនាក់នោះវាត្រឡប់មកប្លន់យើងម្ដងទៀត ត្រូវឲ្យពុកកូនខ្លាចណាស់ពុកគួរតែឲ្យបងរៀមមកជួយមើលខុសត្រូវនៅទីនេះវិញទៅត្រូវឲ្យលោកអ៊ំបានរៀមគេជួយមើលខុសត្រូវក្នុងផ្ទះខ្ញុំនឹងអ្នកនាងមិនសូវជាព្រួយបារម្ភសម្រាប់ថាអញ្ចឹងចុះអញ្ចឹងចាប់ពីពេលនេះទៅឯងបាច់ទៅយាមចំការស្វាយទៀតទេមកជួយមើលការខុសត្រូវការងារនៅក្នុងផ្ទះអ៊ំវិញចុះណាចំណែកឯចំការស្វាយវិញនោះចាំឆ្លៀតទៅមើលម្ដងម្កាលក៏មិនអីដែរ បាទលោកអ៊ំទុកចិត្តលើខ្ញុំចុះខ្ញុំនឹងជួយមើលខុសត្រូវការងារនៅទីនេះឲ្យបានល្អិតល្អន់បំផុតល្អហើយឥឡូវដល់ម៉ោងត្រូវហូបបាយហូបទឹកហើយណាណែនាងអ៊ីតឆាប់ទៅរៀបចំម្ហូបអាហារឲ្យលឿនឡើងទៅយើងហូបបាយជុំគ្នាតែម្ដង ចាអ៊ំអ៊ីទៅហើយជីហាត់អីថ្ងៃនេះខ្ញុំចេះតែញាក់ភ្នែកខាងស្ដាំរហូតអញ្ចឹងមិនដឹងជាមានលៀបឬក៏មានសយទេខ្ញុំអាម៉ាស់ទេកុំឲ្យតែកូនរៀមគេកាត់អីទៅវាបានហើយម៉ែសល់តែមួយថ្ងៃទៀតទេកូននឹងបានទៅជួបម៉ែហើយតើពេលនេះម៉ែកំពុងតែធ្វើអីទៅណកូនម្នាក់នេះនឹកម៉ែណាស់បងរៀមបងកំពុងគិតរឿងអីហ្នឹងថ្មនេះហើយអត់ទាន់ចូលសម្រាប់ទៀតបានអ្នកនាងខ្ញុំមិនទាន់ងុយគេងទេរួចចុះអ្នកនាងពេលនេះនៅមិនទាន់ចូលសម្រាប់ទេយប់ជ្រៅហើយត្រូវតែប្រយ័ត្នសុខភាពផងខ្ញុំឃើញបងអង្គុយតែម្នាក់ឯងអញ្ចឹងឆ្ងល់ក៏ចុះមកសួរបងទៅណាមួយថ្ងៃនេះខ្ញុំមានអារម្មណ៍ថាអបសុខចង់អង្គុយមើលព្រះច័ន្ទនិយាយរឿងក្នុងចិត្តបានបងនៅក្រៅអញ្ចឹងយើងជជែកគ្នាលេងទៅមិនអីទេចាំខ្ញុំកំដរអ្នកនាងថ្ងៃស្អែកបងទៅលេងស្រុកវិញបងសប្បាយចិត្តឬអត់បាទមានអីសប្បាយចិត្តពេលដែលបានជួបម៉ែបាយគាត់យូរហើយដែរមានអារម្មណ៍ថានឹកគាត់ណាស់ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តចំនួនបងតែក្នុងចិត្តចេះតែព្រួយបារម្ភថាម៉េចអ្នកនាងព្រួយបារម្ភពីរឿងអីទៅគឺថាពេលដែលបងទៅស្រុកបាត់ទៅខ្ញុំខ្លាចចោលទាំងពីរនាក់នោះវាមកធ្វើបាបម្ដងទៀតកុំព្រួយបារម្ភអីខ្ញុំទៅហើយបញ្ញាប់ត្រឡប់មកវិញបានជួបម៉ែហើយប្រគល់ប្រាក់ជូនគាត់គឺជាសេចក្តីសុខរបស់ខ្ញុំបងពិតជាកតញ្ញូមែនតែងមានក្តីស្រឡាញ់និងស្គាល់ទុក្ខលំបាករបស់ម្ដាយមិនតែប៉ុណ្ណោះបងជាមនុស្សរឹងមាំចេះតស៊ូនឹងការងារសពបែបយ៉ាងមនុស្សស្រីណាបានបងធ្វើប្តីមិនដឹងជាគេមានសំណាងយ៉ាងម៉េចទេអ្នកនាងសរសើរពេកហើយមនុស្សដូចជាខ្ញុំគ្មានមនុស្សស្រីណាគេមកប៉ាតែងនោះទេរាល់ថ្ងៃនេះខំរត់តែប្រាក់ចិញ្ចឹមម៉ែឲ្យបានរស់ស្រួលដូចអ្នកដទៃទៅគឺវាគ្រប់គ្រាន់សម្រាប់ខ្ញុំណាស់ទៅហើយក្តីស្រឡាញ់វាមិនមែនចាំតែមានក្រនោះទេសំខាន់ឲ្យតែចេះយល់ពីគ្នានិងស្គាល់ពីទុក្ខលំបាកគ្នាទៅវិញទៅមកគឺនឹងអាចរស់នៅជាមួយគ្នាបានសុភមង្គលហើយបាទត្រូវហើយណែមើលទៅ
យប់កាន់តែជ្រៅណាស់ហើយយើងគួរតែនាំគ្នាទៅសម្រាកទៅខ្លាចត្រូវសើមពេលយប់អាចនឹងនាំឲ្យអ្នកនាងឈឺមិនស្រួលខ្លួនបាន ចាមិនអីទេណាមួយស្អែកបងត្រូវធ្វើដំណើរទៅស្រុកផងអញ្ចឹងយើងបបែកគ្នាទៅសម្រាប់ចុះ បាទ ថ្ងៃនេះគិតរកត្រីនៅណាអញ្ចេះមានតែដើររកមើលនៅចិត្តនឹងហើយបើមិនប្រឹងមានតែដាច់ពោះស្លាប់ ណែប្រាក់នេះគឺជាការខំប្រឹងប្រែងរបស់ឯងកន្លងមកហើយឯងចង់ទៅលេងស្រុកប្រហែលថ្ងៃដែរ បាទអ៊ំខ្ញុំគិតថាទៅស្រុកសម្រាប់មួយថ្ងៃស្អែកនឹងត្រឡប់មកវិញហើយ អត់អីទេតាមចិត្តឯងចុះណា អញ្ចឹងខ្ញុំសូមជម្រាបលាអ្នកទាំងអស់គ្នាទៅសិនហើយ ទៅចុះ ក្រោយពីទូទាត់ប្រាក់ពីលោកសេដ្ឋីរួចហើយរៀមសប្បាយចិត្តណាស់រួចក៏ប្រញាប់យកប្រាក់នោះទៅប្រគល់ជូនម្ដាយនៅឯស្រុកកំណើត អូយដូចជារៀងវិលមុខយ៉ាងម៉េចមិនដឹងទេអាយយវិលមុខណាស់គិតរកសម្រាប់តិចសិន បន្ទាប់ពីធ្វើដំណើរអស់រយៈពេលយ៉ាងយូររៀមក៏បានមកដល់ខ្ទមចាស់កំសត់វិញគេសប្បាយចិត្តណាស់ព្រោះដឹងថានឹងបានជួបម៉ែតែម៉ែកូនមកដល់ផ្ទះវិញហើយម៉ែអេម៉ែទៅណាបាត់ហើយអញ្ចេះតិចគាត់រវល់ទៅខាងក្រៅទីដឹងម៉ែម៉ែតើថ្មនេះម៉ែទៅណាអញ្ចេះកូនរកប្រាក់បានហើយម៉ែម៉ែលីកូនស្រែកហើយទេអូអ្នកម្ដាយកំសត់អើយកូនមកដល់ហើយអ្នកម្ដាយនៅទីណាមិនដេចក៏បាត់ម៉ែសូមមិនឃើញយាត្រាម៉ែនៅទីណាកូននឹកម៉ែណាស់អេអ្នកណាអញ្ចេះនៅក្រោមដើមឈើនោះហាម៉ែមិនបានជាម៉ែមកនៅទីនេះ នេះជាកូនរៀមមែនទេកូនត្រឡប់មកវិញហើយឯង បាទម៉ែនេះគឺកូនណាកូនត្រឡប់មកវិញហើយម៉ែនេះប្រាក់កូនធ្វើការបានប្រាក់ច្រើនណាស់ ម៉ែដូចជារៀងវិលមុខណាស់កូន តោះម៉ែយើងត្រឡប់ទៅផ្ទះវិញមកចាំកូនគ្រាម៉ែណាម៉ែបានធូរច្រើននៅ អូម៉ែបានធូរច្រើនហើយមុននោះប្រហែលជាម៉ែខំប្រឹងបាច់ទឹកត្រពាំងច្រើនពេកអញ្ចឹងហើយបានជាធ្វើឲ្យម៉ែរៀងវិលមុខឥឡូវរៀងធូរច្រើនហើយចុះកូនទៅធ្វើការងារអីទៅបានជាមានប្រាក់ច្រើនយ៉ាងនេះកូន អូបានម៉ែគឺកូននៅធ្វើការជាមួយលោកសេដ្ឋីគាត់ចិត្តល្អណាស់ម៉ែ ល្អណាស់អញ្ចឹងម៉ែនៅផ្ទះចេះតែព្រួយបារម្ភពីកូនរហូតមិនដឹងថាកូនសុខទុក្ខយ៉ាងណាទេពេលបានដឹងដំណឹងអញ្ចឹងម៉ែសប្បាយចិត្តណាស់កូនទៅធ្វើការនៅផ្ទះលោកសេដ្ឋីអញ្ចឹងកូនហត់ទេកូន អត់ទេម៉ែនៅទីនោះលោកសេដ្ឋីឲ្យកូនចាំចំការតែឥឡូវគាត់ឲ្យកូននៅជួយមើលខុសត្រូវការងារផ្ទះវិញព្រោះនៅផ្ទះលោកសេដ្ឋីមានគ្នាតែ3នាក់ទេគឺលោកសេដ្ឋីកូនស្រីនិងអ្នកបម្រើស្រីម្នាក់ប៉ុណ្ណោះអញ្ចឹងហើយគាត់ក៏សម្រេចចិត្តឲ្យកូនទៅជួយមើលខុសត្រូវការងារនៅក្នុងផ្ទះវិញ នៅធ្វើការងារផ្ទះលោកសេដ្ឋីកូនត្រូវចេះអត់ធ្មត់និងត្រូវចេះប្រកាន់ភ្ជាប់នៅភាពស្មោះត្រង់ជាប់នឹងខ្លួនជានិច្ចណាកូននោះទើបកូនអាចធ្វើការងារបានយូរអង្វែង បានម៉ែ
ពាក្យបណ្ដាំនេះកូននឹងចងចាំទុកក្នុងចិត្តកូនមិនឲ្យម៉ែខកចិត្តទេកូនសន្យាថានឹងរកប្រាក់ចិញ្ចឹមម៉ែឲ្យម៉ែរស់បានសុខស្រួលដូចអ្នកដទៃហើយចាប់ពីពេលនេះទៅម៉ែឈប់ទៅបាច់ត្រីទៀតទៅណាប្រាក់នេះម៉ែទុកយកទៅទិញកហូបនិងទិញរបស់របរប្រើប្រាស់ចុះលើកក្រោយកូននឹងយកប្រាក់មកប្រគល់ជូនម៉ែទៀតម៉ែត្រូវតែធ្វើខ្លួនឲ្យបានស្អាតឲ្យគេមើលមកថាម៉ែរបស់កូនពិតជាស្អាតណាស់គឺស្អាតជាងនារីដទៃនៅក្នុងភូមិនេះ អូយកុំមកបញ្ជូរម៉ែអីលើសជាតិស្ករឥឡូវហើយម៉ែដឹងខ្លួនឯងច្បាស់ណាស់ ហើយរត់ចុះកូនទៅផ្ទះលោកសេដ្ឋីវិញថ្ងៃណាដែរកូន គឺថ្ងៃស្អែកនឹងណាម៉ែផ្ទះលោកសេដ្ឋីមានការងារសំខាន់ឲ្យកូនធ្វើកូនមកជួបម៉ែបានតែមួយថ្ងៃទេថ្ងៃស្អែកកូនត្រូវឃ្លាតពីម៉ែទៀតហើយ មិនអីទេកូនកូនទៅចុះម៉ែនៅផ្ទះវាមិនអីទេតែកូនត្រូវធ្វើការឲ្យលោកសេដ្ឋីគឺវាសំខាន់ណាស់ម៉ែបានកូនប្រគល់ប្រាក់មកប៉ុណ្ណេះម៉ែត្រេកអរពេកហើយម៉ែនឹងចាត់ចែងប្រាក់នេះដើម្បីទិញកហូបនិងទិញរបស់របរប្រើប្រាស់ដែលចាំបាច់កូនកុំបារម្ភអីម៉ែឈប់ទៅបាច់ត្រីទៀតហើយកូន បានម៉ែឥឡូវកូនទៅពូអស់សិនហើយម៉ែទាន់ទំនេរកូនបានជួយការងារម៉ែខ្លះ ធ្វើតាមកម្លាំងទៅកូនកុំប្រញាប់ពេក បានម៉ែ